ទោះបីជាជំងឺគ្រោះក្នុងតម្រងនោមច្រើនកើតមានឡើងទៅលើមនុស្សពេញវ័យក៏ប៉ុន្តែវាក៏អាចកើតមានឡើងចំពោះកុមារដូចគ្នាដូច្នេះថាតើអ្វីទៅគឺជាគ្រោះនៅក្នុងតម្រងនោមគ្រោះនៅក្នុងតម្រងនោមគឺវាកើតមានឡើងពីសារធាតុរ៉ែក៏ដូចជាសារធាតុអំបិលដែលវាមាននៅក្នុងទឹកនោមហើយវាអាចបង្កឲ្យទៅជាមានគ្រោះអាចជាដុំទូចឬមួយក៏ជាដុំធំហើយវាបង្កឲ្យមានបញ្ហាឬមួយក៏ការឈឺចាប់ខ្លាំងនៅពេលដែលវាបំលាស់ទីនៅក្នុងបំពង់បង្ហូរទឹកនោមកត្តាដែលអាចបណ្ដាលឲ្យមានបញ្ហាគ្រោះនៅក្នុងតម្រងនោមនោះទី1គឺពាក់ព័ន្ធទៅនឹងរបបអាហារដូច្នេះហើយបើសិនបើរបបអាហាររបស់កូនតូចៗរបស់យើងសម្បូរទៅដោយសារធាតុប្រៃគឺជាអាហារកែច្នៃឬមួយក៏អាហារដែលសម្បូរទៅដោយជាតិស្ករនោះវាអាចជាហានិភ័យដែលអាចបណ្ដាលឲ្យមានការបង្កនៅគ្រោះក្នុងតម្រងនោមមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងការទទួលទានទឹកមិនបានគ្រប់គ្រាន់ប្រសិនបើយើងមិនបានផ្ដល់ទឹកឲ្យកូនបានគ្រប់គ្រាន់នៅក្នុងមួយថ្ងៃនោះទេទឹកនោមអាចប្រមូលផ្ដុំហើយវាអាចបង្កជាគ្រោះនៅក្នុងតម្រងនោមទី3គឺតាក់ទងជាមួយនឹងកត្តាដំណពូជឬមួយក៏កត្តាហ្សែនអញ្ចឹងបើសិនបើនៅក្នុងក្រុមគ្រួសាររបស់យើងអាចមានអ្នកដែលធ្លាប់មានជំងឺឬមួយក៏បញ្ហាគ្រោះនៅក្នុងតម្រងនោមនោះក៏អាចជាហានិភ័យដែលបណ្ដាលឲ្យកូនតូចៗរបស់យើងមានជំងឺឬមួយក៏មានបញ្ហាតាក់ទងជាមួយនឹងគ្រោះតម្រងនោមនេះផងដែរហើយកត្តាចុងក្រោយគឺជាកត្តាទី4នោះគឺអាចពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌវិទ្យាសាស្ត្រផ្សេងៗដែលក្នុងនោះឧទាហរណ៍ដូចជាការប្រើប្រាស់ថ្នាំបញ្ហាសុខភាពឬមួយក៏មានមេរោគឆ្លងចូលទៅក្នុងប្រព័ន្ធផ្លូវទឹកនោមផ្សេងៗនោះក៏ជាកត្តារួមផ្សំឬមួយក៏ហានិភ័យដែលអាចបណ្ដាលឲ្យពួកគាត់មានបញ្ហាគ្រោះក្នុងតម្រងនោមផងដែរជាទូទៅបញ្ហានៅក្នុងគ្រោះតម្រងនោមមិនសូវជាបង្ហាញនៅរោគសញ្ញាឲ្យយើងបានដឹងនោះទេក៏ប៉ុន្តែពេលខ្លះយើងអាចដឹងបាននៅពេលដែលយើងធ្វើអេកូឬមួយក៏ថតកាមេរ៉ាស្មីដោយការពិនិត្យសុខភាពផ្សេងៗក៏ប៉ុន្តែនៅក្នុងករណីដែលគ្រោះនឹងវាធំឬមួយក៏វាធ្លាក់មកស្ទះនៅក្នុងបំពង់បង្ហូរទឹកនោមឬមួយក៏យ៉ាងណានោះវាអាចបង្ហាញនៅរោគសញ្ញាមួយចំនួនដែលរោគសញ្ញាទី1នោះគឺអាចពាក់ព័ន្ធជាមួយនឹងការឈឺចុកចាប់អញ្ចឹងវាអាចឈឺពោះផ្នែកខាងក្រោមឈឺផ្នែកចំហៀងឬមួយក៏ឈឺនៅផ្នែកខាងក្រោយមានថាឈឺកន្លែងចង្កេះនឹងឯងហើយមួយទៀតនោះក៏ពាក់ព័ន្ធជាមួយនឹងពណ៌របស់ទឹកនោមពេលខ្លះពណ៌ទឹកនោមអាចមានពណ៌ផ្កាឈូកពណ៌ក្រហមភឿងៗឬមួយក៏ពណ៌ត្នោតដោយសារវាមានវត្តមានឈាមនៅក្នុងនោះមួយទៀតនោះក៏ពាក់ព័ន្ធជាមួយនឹងការបត់ចង្តូចអញ្ចឹងអាចឃើញថាបើសិនជាមានបញ្ហាតាក់ទងជាមួយគ្រោះតម្រងនោមឬមួយក៏ពាក់ព័ន្ធជាមួយនឹងការរលាកផ្លូវនោមឬមួយក៏ផ្លោកនោមផ្សេងៗអាចធ្វើឲ្យមានការបត់ចង្តូចញឹកញាប់ក៏ប៉ុន្តែបើករណីស្ទះតែម្ដងវាអាស្រ័យនៅលើទីតាំងថាស្ទះត្រង់ណាអញ្ចឹងពេលខ្លះក៏អាចវត្តមាននៅក្នុងការបត់ចង្តូចអីផងដែរបើថាអត់ឃើញកូនបត់ចង្តូចអីអញ្ចឹងណាហើយមួយទៀតនោះក៏ពាក់ព័ន្ធជាមួយនឹងអាចគាត់មានអាការៈមួយចំនួនដូចជាចង្អោរឬមួយក៏ក្អួតហើយបើក្នុងករណីមានការបង្ករោគផ្សេងៗពួកគាត់អាចមានអាការៈក្តៅខ្លួនឬមួយក៏គ្រុនញាក់ទៀតផងហើយខាងក្រោមនេះគឺជាវិធីសាស្ត្រនៅក្នុងការការពារកូនតូចៗរបស់យើងកុំឲ្យមានបញ្ហាគ្រោះក្នុងតម្រងនោមទី1នោះគឺការទទួលទានជាតិទឹកឲ្យបានគ្រប់គ្រាន់អញ្ចឹងបានន័យថាយើងគួរគប្បីឲ្យពួកគាត់ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃមួយទៀតក៏ពាក់ព័ន្ធជាមួយនឹងរបបអាហារដូច្នេះយើងគួរគប្បីឲ្យពួកគាត់ញ៉ាំអាហារដែលមានសុខភាពល្អដូចជាពពួកបន្លែផ្លែឈើផ្សេងៗដោយយើងពុំគួរគប្បីឲ្យគាត់ញ៉ាំច្រើននៅអាហារដែលសម្បូរទៅដោយជាតិប្រៃអាហារកែច្នៃឬមួយក៏អាហារដែលមានជាតិផ្អែមខ្លាំងនោះទេមួយទៀតពាក់ព័ន្ធជាមួយនឹងគេហៅថាការផ្ដល់នៅសារធាតុកាល់ស្យូមអញ្ចឹងនៅក្នុងចំណុចហ្នឹងអ្នកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើគេហៅថារបបអាហារជាជាងការផ្ដោតទៅលើការផ្ដល់កាល់ស្យូមពីខាងក្រៅប៉ុន្តែបើក្នុងករណីថាយើងចាំបាច់នៅក្នុងករណីណាមួយដែលយើងត្រូវផ្ដល់កាល់ស្យូមឲ្យពួកគាត់ដើម្បីឲ្យមានការលូតលាស់ឬមួយក៏សុខភាពឆ្អឹងរបស់គាត់រឹងមាំនោះគួរគប្បីជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញដើម្បីឲ្យច្បាស់ថាកូនយើងត្រូវការប្រើប្រាស់នៅក្នុងកម្រិតថ្នាំប៉ុណ្ណាហើយក្នុងរយៈពេលប៉ុណ្ណាជាដើមហើយចុងក្រោយនោះក៏ពាក់ព័ន្ធជាមួយនឹងការពិនិត្យសុខភាពប្រចាំឆ្នាំចាការពិនិត្យសុខភាពប្រចាំឆ្នាំពិតជាសំខាន់ខ្លាំងណាស់អញ្ចឹងយ៉ាងហោចណាស់ក៏គួរនាំកូនតូចៗរបស់យើងទៅពិនិត្យឲ្យបានម្ដងក្នុងមួយឆ្នាំដែរដើម្បីឲ្យយើងដឹងច្បាស់ថាពួកគាត់ហ្នឹងមានសុខភាពល្អហើយមិនមានជំងឺដង្កាត់អីអញ្ចឹងបើឧទាហរណ៍ថាបើមានគ្រូពេទ្យគេអាចរកឃើញទាន់ពេលវេលាក៏ដូចជាព្យាបាលទាន់ពេលវេលាផងដែរ
ចានៅក្នុងករណីដែលគ្រោះវាមានទំហំតូចវាអាចហូរចុះមកតាមផ្លូវនៃបំពង់បង្ហូរទឹកនោមបានក៏ប៉ុន្តែបើសិនបើគ្រោះមានទំហំធំនោះអាចទាមទារឲ្យមានការបំបែកឬមួយក៏ការវះកាត់ផ្សេងៗទៅតាមបច្ចេកទេសរបស់គ្រូពេទ្យអ្នកគ្រូជឿជាក់ថាតាមរយៈវីដេអូមួយនេះលោកប៉ាអ្នកម៉ាក់ទាំងអស់ពិតជាបានទទួលជ្រាបនៅព័ត៌មានមួយចំនួនដែលតាក់ទងជាមួយនឹងបញ្ហាគ្រោះនៅក្នុងតម្រងនោមដូច្នេះហើយចាំជួបជាមួយនឹងអ្នកគ្រូនៅវីដេអូក្រោយៗទៀត